នៅថ្ងៃទី26មីនាឆ្នាំ2025រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចបញ្ចប់មុខតំណែងលោកហែមគីមសាទពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុឲ្យមកនៅជាមន្ត្រីសាលាស្រុកធម្មតាពោលមិនមានការដាក់ទោសអ្វីផ្សេងទៀតឡើយការសម្រេចបញ្ចប់តំណែងលោកហែមគីមសាទធ្វើឡើងបន្ទាប់ពីលោកបានយកប្រាក់ចំនួន$360ពីប្រជាពលរដ្ឋដែលទៅកែតម្រូវសម្បត្តិកំណើតនៅសាលាស្រុកតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមបន្ទាប់ពីអាជ្ញាធរទទួលបានពាក្យបណ្ដឹងតាមបណ្ដាញសង្គម Facebook ពីគណនីឈ្មោះឈីងសុកលីដែលចុះផ្សាយពីឈ្មោះហែមគីមសាទទទួលប្រាក់ចំនួន$360ជាថ្នូរនឹងការកែតម្រូវសម្បត្តិកំណើតរបស់ពលរដ្ឋឈ្មោះឈីងសុកលីរស់នៅភូមិអូពពែលឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមមករដ្ឋបាលខេត្តបានចាត់ឲ្យក្រុមការងារចុះសិក្សាស្រាវជ្រាវនិងបានរកឃើញថាគឺពិតជាមានរឿងខាងលើប្រកាសមែនភ្លាមក្រោយរកឃើញករណីបែបនេះរដ្ឋបាលខេត្តកំពង់ចាមបានសម្រេចរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគីមសាទពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុឲ្យមកនៅត្រឹមជាមន្ត្រីសាលាស្រុកកងមាសធម្មតាតែទន្ទឹមគ្នានេះរដ្ឋបាលស្រុកកងមាសក៏ត្រូវតាមដាននិងត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទីភារកិច្ចរបស់លោកហែមគីមសាទហើយក្នុងករណីដែលមានការប្រព្រឹត្តកំហុសឆ្គងបន្តទៀតគឺត្រូវមានវិធានការតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលជុំវិញករណីខាងលើនេះអង្គបងប្អូនប្រកាសជាបានឃើញការបង្ហោះលើ Facebook ហើយថាមានមន្ត្រីម្នាក់បានទទួលធ្វើសម្បត្តិកំណើតសភៅគ្រួសារពីគេហ្នឹងគឺទៅទារថ្លៃរហូតដល់$360បាទហើយក្នុងថ្ងៃនេះអភិបាលខេត្តកំពង់ជាឲ្យចៅហ្វាយស្រុកកងមាសរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគឹមសាទពីប្រធានការិយាល័យរដ្ឋបាលមកជាមន្ត្រីធម្មតាខេត្តកំពង់ចាមឯកឧត្តមអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាឲ្យលោកអភិបាលស្រុកកងមាសអនុវត្តវិធានការរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគឹមសាទពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមកជាមន្ត្រីសាលាស្រុកកងមាសដោយមិនគិតពីទោសទណ្ឌផ្សេងឡើយយោងតាមបរិយាក្រិតលេខសនរកត04163373ចុះថ្ងៃទី4ខែមេសាឆ្នាំ2016ស្ដីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនិងលិខិតលេខ027/25ចុះថ្ងៃទី25ខែមីនាឆ្នាំ2025របស់ការិយាល័យពលរដ្ឋខេត្តកំពង់ចាមស្ដីពីករណីយកប្រាក់ចំនួន$360សហរដ្ឋអាមេរិកសម្រាប់ការកែតម្រូវសម្បត្តិកំណើតប្រជាពលរដ្ឋឈ្មោះឆេងសុកលីរស់នៅភូមិអូពពែលឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមបណ្ដាញសង្គមគណនី Facebook ឈ្មោះឆេងសុកលីបានចុះផ្សាយពីឈ្មោះហែមគឹមសាទករណីយកប្រាក់ចំនួន$360សម្រាប់ការកែតម្រូវសម្បត្តិកំណើតប្រជាពលរដ្ឋឈ្មោះឆេងសុកលីរស់នៅភូមិអូពពែលឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមរដ្ឋបាលខេត្តបានចាត់ឲ្យក្រុមការងារដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្តនិងប្រធានអង្គភិបច្រកចេញចូលតែមួយខេត្តបានចុះសិក្សាស្រាវជ្រាវលើករណីខាងលើគឺពិតជាមានករណីដោយបណ្ដាញគណនី Facebook ឈ្មោះឆេងសុកលីពិតប្រាកដមែនដូចនេះដើម្បីអនុវត្តវិធានការទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គងនិងការពង្រឹងការអនុវត្តទូនាទីភារកិច្ចរបស់រដ្ឋបាលស្រុកកងមាសឲ្យមានភាពល្អប្រសើររដ្ឋបាលខេត្តសូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលស្រុកកងមាសដូចខាងក្រោម1ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគឹមសាទពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមកជាមន្ត្រីសាលាស្រុកកងមាសដោយមិនគិតពីទោសទណ្ឌផ្សេងទៀត2រដ្ឋបាលស្រុកត្រូវតាមដានត្រួតពិនិត្យជាប្រចាំទី2រដ្ឋបាលស្រុកត្រូវតាមដាននិងត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទីភារកិច្ចរបស់លោកហែមគឹមសាទក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀតត្រូវមានវិធានការតាមច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល3អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្តនិងសេចក្តីណែនាំឲ្យបានត្រឹមត្រូវពង្រឹងភារកិច្ចផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍កំណត់ពេលវេលានិងតម្លៃសេវានិងអាចទទួលយកបាននិងណែនាំដល់មន្ត្រីក្រមអាវ៉ានិងអាចទទួលយកបានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានទី5ត្រូវរៀបចំកិច្ចប្រជុំនិងណែនាំដល់មន្ត្រីក្រមអាវ៉ាឲ្យពង្រឹងតួនាទីនិងភារកិច្ចរបស់ខ្លួនជារៀងរាល់ខែ6ករណីមានបាតុភិបមិនប្រក្រតីណាមួយកើតឡើងក្នុងរដ្ឋបាលស្រុកបន្តទៀតរដ្ឋបាលខេត្តនឹងមានវិធានការ
តាមនីតិវិធីច្បាប់និងលិខិតបទដ្ឋានដែលបានកំណត់អាស្រ័យដោយបានជម្រាបជូនខាងលើសូមលោកអភិបាលនៃគណៈអភិបាលស្រុកកងមាសអនុវត្តការងារនេះឲ្យបានលទ្ធផលល្អប្រសើរបាទដឹងហើយថា2ថ្ងៃនេះឃើញថាមានគណនី Facebook បង្ហោះលើមន្ត្រីរដ្ឋបាលស្រុកកងមាសមួយដែលជាមន្ត្រីរដ្ឋបាលនិងហិរញ្ញវត្ថុដែលបានទារប្រាក់ឬក៏យកប្រាក់ពីឆេងសុកលីដែលគាត់បានទៅកែតម្រូវសម្បត្តិកំណើតប៉ុន្តែមន្ត្រីរដ្ឋបាលប្រធានរដ្ឋបាលមន្ត្រីរដ្ឋបាលនៅស្រុកកងមាសនោះបានទារប្រាក់ចំនួន$360ការបាញ់នោះគឺបាញ់2ដងអញ្ចឹងឃើញថាវាខុសប្រក្រតីមែនទែនហើយព័ត៌មាននេះបានខ្ចរខ្ចាយបានបង្ហោះលើគណនី Facebook បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកខ្មែរទាំងក្រៅប្រទេសមានប្រតិកម្មជាខ្លាំងបាទគាត់នៅកែតម្រូវសម្បត្តិកំណើតមួយសោះទារដល់$360នេះជាទង្វើមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែតាមដានឬក៏មិនឲ្យកើតឡើងទេទូទាំងប្រទេសខ្មែររាល់ការកែតម្រូវសម្បត្តិកំណើតអីផ្សេងៗដូចជាមិនយកប្រាក់ទេនៅក្នុងស្រុកខ្មែររដ្ឋបាលយើងណាហ្នឹងអញ្ចឹងសូមយើងក៏លេខទៅមើលខាងដើមបន្តិចយើងម្នាក់គឺតែងតែចង់คลายខ្លួនជាមន្ត្រីល្អនៅពេលយើងអត់ទាន់ជាប់ជាមន្ត្រីនៅពេលយើងអត់ទាន់ប្រឡងជាប់យើងចង់คลายខ្លួនជាមន្ត្រីពេលបានហើយចង់អនុវត្តការងារល្អប្រសើរយើងទៅបនស្រន់តាតវងយងបនស្រន់អ្នកតាដើម្បីយើងប្រឡងជាប់ហើយបានប្រឡងជាប់ហើយនឹងសន្យាខ្លួនឯងថានឹងប្រឹងធ្វើការងារឲ្យល្អនឹងប្រឹងអនុវត្តទូនាទីឲ្យបានល្អប្រសើរប៉ុន្តែផ្ទុយទៅវិញនៅពេលដែលយើងបានជាប់ហើយវាខុសឆ្លាស់នៅអ្វីដែលយើងបដិញ្ញាចិត្តថានឹងសូមឲ្យខ្ញុំប្រឡងជាប់ពេលខ្ញុំប្រឡងជាប់ខ្ញុំនឹងប្រឹងធ្វើការប្រឹងប្រែងអនុវត្តទូនាទីដើម្បីបានឡើងតំណែងបន្តជាងទៀតចឹងទៅប៉ុន្តែនៅពេលយើងប្រឡងជាប់ហើយយើងប្រឹងធ្វើការយើងបានទូនាទីកន្លែងខ្លាញ់យើងរកលុយបានយើងបែរជាក្បត់ឧត្តមគតិក្បត់អ្វីដែលយើងបានសច្ចាទៅខ្លាយជាមន្ត្រីពុកអលួយធ្វើឲ្យជាដំបៅប្រទេសមួយដែលមិនអាចអភិវឌ្ឍទៅមុខបានអញ្ចឹងប្រាក់ខែរត់ឲ្យហើយផ្ដល់ឲ្យហើយប្រាក់ខែ1លាន7 1លានអីហ្នឹងប៉ុន្តែដោយសារកិលេសតណ្ហារបស់យើងម្នាក់ៗគឺចង់បានលើសហ្នឹងទៀតគឺប្រឹងប្រែងដើម្បីធ្វើអីមួយដើម្បីបានប្រាក់ដូចជាអំពើពុកអលួយអំពើថោកទាបណាមួយដើម្បីបានប្រាក់អញ្ចឹងយើងអត់ស្កប់ស្កល់នឹងតំណែងជាមន្ត្រីហ្នឹងទេបានជាមន្ត្រីចង់បានអីផ្សេងជាងហ្នឹងទៀតហ្នឹងហើយដែលជាអ្វីដែលបញ្ហាប្រឈមក្នុងការផ្ដល់សេវាសាធារណៈណាបញ្ហាប្រឈមក្នុងសេវាសាធារណៈហ្នឹងគឺមន្ត្រីស្អុយរលួយនឹងឯងដែលមិនបានអនុវត្តទូនាទីឲ្យបានភ្ជាប់ជួនអញ្ចឹងឃើញថាលោកកំសាទនេះគឺត្រូវបានទម្លាក់តំណែងចេញហើយពីមន្ត្រីរដ្ឋបាលនិងហិរញ្ញវត្ថុសាលាស្រុកមកជាមន្ត្រីធម្មតាក្នុងសាលាស្រុកគឺអត់មានទូនាទីធ្វើការងារទេហើយក្នុងនោះអភិបាលខេត្តបានណែនាំឲ្យលោកអភិបាលស្រុកមេតាតាមដានលើមន្ត្រីម្នាក់ហ្នឹងបន្ទាប់ពីទម្លាក់តំណែងហើយតើនៅតែបន្តពុកអលួយទេឬយ៉ាងណាអញ្ចឹងសូមឲ្យបងប្អូនយើងទាំងអស់គ្នាមន្ត្រីទាំងអស់គ្នាមេតាអនុវត្តដល់សេវាសាធារណៈឲ្យបានល្អប្រសើរណាគឺប្រជាពលរដ្ឋយើងទេខ្មែរដូចគ្នាទេហើយយើងអីហេតុអីបានទៅគៀបសង្កត់ច្បាច់កគ្នាយកលុយទៀតចុះប្រាក់ខែរត់ឲ្យនេះប្រាក់ខែរត់ហ្នឹងគឺប្រាក់ខែពួកខ្ញុំជាប្រជាពលរដ្ឋទាំងអស់បង់លុយបង់ពន្ធឲ្យដើម្បីយកអាពន្ធទៅអង្គប្រាក់ខែអស់លោកស្រីដើម្បីមកបម្រើការងាររដ្ឋសេវាសាធារណៈនឹងឯងហើយលោកចង់បានអីទៀតបានប៉ុណ្ណឹងហើយហូបប៉ុណ្ណឹងទៅបានសាច់មាន់សម្លឹងឃើញសាច់គោបានសាច់គោសម្លឹងឃើញសាច់ក្របីតែវាឆ្ងាញ់គ្រប់កន្លែងចង់បានរហូតកាលវាមិនទាន់មានអីហូបបានត្រឹមតែទឹកត្រីទឹកស្អ៊ីវក៏អស់ចិត្តដែរតែបានទឹកត្រីទឹកស្អ៊ីវហូបហើយបើបានសាច់គោឆ្ងាញ់បើបានសាច់មាន់ឆ្ងាញ់អាហ្នឹងតែយើងធ្វើមន្ត្រីមិនចេះឆ្អែតឆ្អន់អត់ស្រឡាញ់ជាតិមាតុភូមិទេមន្ត្រីគឺយកមកហ្នឹងបង្កើតមកដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈផលប្រយោជន៍ប្រជាពលរដ្ឋបម្រើប្រជាពលរដ្ឋមិនមែនយកមកដើម្បីគៀបសង្កត់លេបត្របាក់ច្បាច់កប្រជាពលរដ្ឋដើម្បីយកលុយទេវាខុសនឹងគោលការណ៍រដ្ឋាភិបាលកម្ពុជាដែលជំរុញឲ្យមន្ត្រីអនុវត្តសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរវាខុសទាំងស្រុងតែម្ដងក្នុងនេះរដ្ឋបាលយើងលោកអភិបាលខេត្តលោកអាននៅគ្រោះទេបើតាមគោលការណ៍ច្បាប់ពុកអលួយគឺត្រូវដកកវត្តចោលហ្មងអត់មានទុកនៅក្នុងក្របខ័ណ្ឌអីទេអត់មានទុកដាច់ខាតពូមន្ត្រីស្អុយមន្ត្រីរលួយពុកអលួយទង្វើពុកអលួយអំពើពុកអលួយគឺរដ្ឋាភិបាលអត់គ្រប់គ្រងទេគឺត្រូវដកកវត្តចោលតែម្ដងអត់ទុកជាមន្ត្រីធម្មតាទេអត់នៅឲ្យកែខ្លួនទេព្រោះនេះជាកំហុសធ្ងន់ធ្ងរជាអំពើពុកអលួយ
mình ai ở chua chươngឬcòn nấu căn trong đầm nãy mình tray năng thiên bán đi và tam cô các cứ tao đọ trao lại đó mình thấy lúc ai bị ba khác ở dương cai luôn lúc ăn là kêu lúc vô mình nô trên tận na để dương không prang prang phải lòng ở chua và đây phải lòng cho mấy dương ót sờ lánh cái để dương ót sờ lánh đầm nãy để dương bán năng tê dương ót chai cho ăn năng lôi cạn năng tê miên bạ khai rọt ao hơi bị chìm rọt băng phun hơi bàn tay trong ban lơ lúc chỉ bạch co bị chìm rọt khai em điện nếu chỉ vậy đấy thì rọt thai ba cầm chia cầm tay cầm chát cầm tay lúc bầm bát và đây dương ót đạp rọt thai ba tê ót bầm ra bị chìm rọt tê nếu chỉปัญหาไปชมมวยได้ประเทศจีนยังผมบ้าน้องกาไปบวชผมบ้าน้องกาดอสวาซาแต่นะดอกจีบรถนะยังกับพงทัวนั่นคือกับพงแต่ผมพลายโกลโยบายรถไทยบ้าอะไรกับพงแต่ผมพลายสัญลักษณ์ชนรถไทยบ้าอะไรปุ๊บมันไตรโนตามสลาสระมันไตรดอสวาซาแต่นั้นเชียเสนาระบอกรถไทยไปบ้าเชียเสนาดอสวาซาเทระนะอ้อยไปจีบรถจำนวนรถไทยบ้าทั้งไงvà đây dân anh là tối vì cô cá anh là tối vì cô vừa bài rồi thảo bá cứ smart nắng mình group rồi thảo bá mình group cô vừa bài rồi thảo bá bấm play sự lật nào rồi thảo bị bả đi hai đấy chi mình tray năng mình cua nè tục đi mình cua nói cái luôn này lục trao đọ trào Campuchia dân nâu tại miền mình nâu chơi tại nào vô nên hết bài phụ ở lục lục sray tây đi chica tại ở đây gặp pung bật bơ phụ lùi bật bật mới ót khai đi bởi sao không tới cái mê ăn được luôn còn này bị chun từ đây bị chun từ đâu đọ đầm này thì tôi tới nơi từ đại bạc khai nơi từ đại luôn nắng chiên thua ai phụ con ăn khai thì chân sông ơi mình tây tu tiên sọc mai người ta bỏ bong trao tới bờ sân chỉ miền cầm đất ở nâng lục trao tới hay prang prang bom rau sỉ vá sai đến om chi bờ đất ở tới bờ sân này dương mình sẽ lanh đầm này nâng mình pin chất bạc khai nâng chả chơi tới chụp lia chụp tới miền nào cái thà ấy bây giờ hôm mình cướp con bạc khai mà chụp bị tin nâng từ rồi lại xem tới lo bạn ơi cái mọi ban đầm này nâng si bạc khai hết tới thơ ẩm pơ cọ con để khóc tí cô ca cô là dụ bài rồi bỏ chuyện dương ở đây mình pin chất cả lại nâng plak đâu tao rồi ca nghe thay mày công thơ chi mình tray soi mình tray phục ở lui vì ở đây chấm bán này đo chiết tê việc cùng pung tay bấm plan chiết dương này mình tray ở nâng hay ban lôi bạc khai nó trong ban ấy tiết khai cô nó bỏ lo ngoài chóp cứ trong ban bạc khai trong ban đầm này nhỉ lớp ban đầm này ban bạc khai lớp mấy ban đợt thơm pơ khâu con pơ phục ở lui đấy khâu này sẽ bạc được tiền thằng pơ trâu đọ của bọn cháu làm tray nó bền tục ở nơi cái luôn này thế thế luôn từng với khâu con thúng này pơ phục ở lui đi